សូមជម្រាបសួរដល់ប្រិយមិត្តពុកម៉ែបងប្អូនថ្ងៃនេះមកដីមើលដំណាំដំណោហ្នឹងបងប្អូនណាអាកាសធាតុគឺrefresh មកនេះជាក់ពេលល្ងាចដោយសារធ្វើការងាររៀងបាច់ញើសបន្តិចចង់និយាយពីបាល់ World Cup 2026នេះដែរថ្ងៃទី1មួយថ្ងៃបងប្អូនមួយថ្ងៃហើយការប្រកួតបាល់ World Cup នេះគឺបើកឆាកដំបូងមីស៊ីកូបាទទាត់ជាមួយនឹងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងយើងមើលសាច់បាល់លេងគឺល្អណាស់បងប្អូនហើយល្អមែនទែនក្នុង World Cup ឆ្នាំ2026នេះដោយបើយើងមើលទៅសាច់បាល់ក្រុមមីស៊ីកូជំនឿជាតិមីស៊ីកូអាចរកបានដល់ទៅ4គ្រាប់ឯណោះមិននិយាយទៅប៉ុន្តែគាត់ថាពីរបៀបដូចថាខ្មោចអត់ឲ្យបងប្អូនអញ្ចឹងទៅក៏ផ្លាត់អស់2គ្រាប់អាមុនដំបូងនោះឈិតហើយហ្នឹងអាទាត់ចំចូលប៉ះដៃអ្នកចាំទីហើយមួយទៀតគឺគាត់ទៅបុកនៅបកគោលនៃរបាទីអញ្ចឹងអត់ចូលគំបីបាន4គ្រាប់បានហើយមីស៊ីកូប៉ុន្តែក៏ទូយ៉ាងណាបើក៏ដោយក៏មីស៊ីកូនៅតែឈ្នះនៅក្នុងការប្រកួតនេះផងដែរឈ្នះទៅលើអាហ្វ្រិកខាងត្បូងនេះអញ្ចឹងជំរុះទី1ក្នុងពូលគឺថាលេខ1បាត់ហើយបាទប៉ុន្តែយើងចាប់អារម្មណ៍ការប្រកួតនេះឃើញថានៅក្នុងការប្រកួតរវាងជម្រើសជាតិមីស៊ីកូជាមួយនឹងជម្រើសជាតិអាហ្វ្រិកខាងត្បូងគឺយើងឃើញទេកាតក្រហមបាទសញ្ញាកណ្ដាលឲ្យ3កាតក្រហមណាបាទអញ្ចឹងចេញ2ទៅឲ្យណាក្រុមជម្រើសជាតិរបស់អាហ្វ្រិកខាងត្បូងហើយមួយទៀតឲ្យទៅមីស៊ីកូអញ្ចឹងកាតក្រហមប៉ុន្តែត្បិតយ៉ាងណាក៏ដោយសាច់បាល់លេងរបស់មីស៊ីកូល្អខ្ញុំសរសើរមែនតើដោយឡែកនៅវេលាម៉ោង9ព្រឹកបានម៉ោងមុនហ្នឹងគឺថាយើងឃើញហើយគឺក្នុងពូល A ណាក្រុមណាជម្រើសជាតិរបស់ប្រទេសកូរ៉េខាងត្បូងប៉ះជាមួយនឹងសាធារណរដ្ឋឆេកជម្រើសជាតិប្រទេសសាធារណរដ្ឋឆេកគឺពីរក្រុមនេះគឺសុទ្ធស្វែងមែនទែនល្អមើលណាបងប្អូនហើយព្រោះអីយើងឃើញថាឆេកក៏មិនអន់កីឡាករល្អច្រើនដែរហើយដោយឡែកតាក់ទងនឹងកូរ៉េខាងត្បូងក៏មិនធម្មតាឡើយអញ្ចឹងការប្រកួតនេះសាច់បាល់មើលទៅដំបូងបោះសក់ដែរណាឆេកបាទយកបានមួយមុនមួយគ្រាប់មុនដំបូងបាទអែមដែរហើយសម្រុកតទៀតប៉ុន្តែនៅតែមិនអាចយកឈ្នះកូរ៉េខាងត្បូងបានដោយសារកូរ៉េខាងត្បូងឲ្យតែកម្ពស់កម្ពោប៉ុណ្ណាប៉ុណ្ណហើយគឺមិនងាយទេកីឡាករមួយសិតតែមានបទពិសោធន៍ខ្ពស់ហើយក៏បើនិយាយទៅគឺល្អលេងល្អបាទអញ្ចឹងក្រោយការបញ្ចប់ណាបញ្ចប់នៅគូទី2នេះគឺថាឃើញថាកូរ៉េខាងត្បូងទទួលបាន2គ្រាប់ឆេកបាន1គ្រាប់អញ្ចឹងយើងឃើញថាគូនេះអត់មានណាអាញាកណ្ដាលអត់បានសម្ដីកាត់ក្រហមទេអញ្ចឹងល្អជាងគូទី1អញ្ចឹងយើងឃើញថាក្នុងវគ្គជម្រុះពូលនៅក្នុងពូល A យើងឃើញថាមីស៊ីកូលេខ1ហ្នឹងបងប្អូនបាទទុកបាទសម្រាប់ថាលេខ1សាច់លេងបានល្អអីចឹងគ្រប់គ្រងបាល់ក៏ដូចជាសុទ្ធចូលទីហ្នឹងរកឱកាសសុទ្ធចូលបានច្រើនជាងកូរ៉េខាងត្បូងអញ្ចឹងក្នុងពូល A បងប្អូនគឺមីស៊ីកូណាលេខ1កូរ៉េខាងត្បូងលេខ2បន្តមកទៀតគឺសាធារណរដ្ឋឆេកជម្រើសជាតិរបស់ឆេកហើយចុងក្រោយគេហ្នឹងគឺណាជម្រើសជាតិរបស់អាហ្វ្រិកខាងត្បូងអញ្ចឹងនៅក្នុងពូលហ្នឹងហើយយើងរងចាំមើលបន្តទៀតក្នុងការជួបគ្នាបន្តទៀតចំណែកឯនៅថ្ងៃស្អែកនេះណាបងប្អូនយប់នេះតែម្ដងយប់នេះគឺណាក្រុមជម្រើសជាតិរបស់ប្រទេសកាណាដាណាទាត់ជាមួយនឹងជម្រើសជាតិនៃបូស្នីអញ្ចឹងយើងចាំមើលតើកាណាដាជាប្រទេសម្ចាស់ផ្ទះផងណាបើកឆាកណាប្រពៃពិធីអីរួចចាប់ផ្ដើមទាត់ម្ដងទាត់ជាមួយនឹងជម្រើសជាតិប្រទេសបូស្នីហ្នឹងក្រុមបូស្នីហ្នឹងតើយ៉ាងណាព្រឹត្តិការណ៍នេះបងប្អូននឹងអស្ចារ្យយ៉ាងណាខ្ញុំជឿជាក់ថាបូស្នីក៏មិនធម្មតាដែរក៏កាណាដាណាប្រឹងមែនតើបាទប្រឹងដែរណាប៉ុន្តែខ្ញុំជឿជាក់ថាអាចកាណាដាយកបានពីព្រោះអីជាពេលវេលាជាឱកាសដែលកាណាដាធ្វើឡើងនៅក្នុងទឹកដីរបស់ខ្លួនផងមានអ្នកគ្រប់គ្រងច្រើនបើនិយាយទៅបាទមានអ្នកគ្រប់គ្រងច្រើនបូករួមនឹងនៅលើទឹកដីខ្លួនឯងមិនក៏វាមានឱកាសណាឱកាសច្រើនជាងបូស្នីដែរអញ្ចឹងចាំមើលបូស្នីរវាងកាណាដានេះតើអាចទៅរួចអត់បងប្អូនតើអាចទៅរួចអត់ហើយនៅវេលាមក2យប់នេះបងប្អូនមក2យប់ហ្នឹងនៅក្នុងស្រុកខ្មែរយើងដោយឡែកព្រឹកឡើងស្រាប់តែម៉ោង8បាទម៉ោង8ហ្មងណាម៉ោង8ព្រឹកស្អែកនៅថ្ងៃទី13ហ្នឹងគឺថាណាម្ចាស់ផ្ទះណា FIFA World Cup ឆ្នាំ2026ដែរគឺអាមេរិកប៉ះជាមួយប៉ារ៉ាហ្គាយបងប្អូនមិនធម្មតាទេប៉ារ៉ាហ្គាយក៏គ្រាន់បើប៉ុន្តែទោះបីយ៉ាងណាអាមេរិកខ្លាំងណាខ្ញុំជឿជាក់ថាអាមេរិកយកបានស៊ីផុយមកបាទអាមេរិកគ្រាន់បើអាមេរិកចង់និយាយថាកីឡាករល្អហើយការសាច់លេងកន្លងមកខ្ញុំពិនិត្យមើលដូចជាគ្រាន់បើច្រើនដែរអញ្ចឹងទោះបីជាយ៉ាងណាអាមេរិកហើយមើលទៅក្នុងវេលាម៉ោង8ព្រឹកស្អែកក្នុងពូល D បើនិយាយទៅពូល D ណាកន្លងមកយើងប្រកួត World Cup វាតែងតែការប្រកួត A B C អញ្ចឹងណាប៉ុន្តែលើកនេះដោយសារថាសហរដ្ឋអាមេរិកជាប្រទេសដែលម្ចាស់ផ្ទះនៃបាល់ទាត់រំខានពិភពលោកនេះដែរអញ្ចឹងគឺបន្ទាប់ពីម្ចាស់ផ្ទះទី1មីស៊ីកូបានទាត់ហើយចូលដល់កាណាដារួចគឺទៅសហរដ្ឋអាមេរិកហើយពីព្រោះថាទោះបីរំលងពូលបន្តិចក៏ដោយអញ្ចឹងពូល B ហ្នឹងគឺថាប្រកួតនៅយប់នេះហើយបាទរវាងកាណាដាជាមួយនឹងបូស្នីហើយនៅព្រឹកថ្ងៃស្អែកម៉ោង8ព្រឹកហ្នឹងគឺថាចាប់ផ្ដើមអាមេរិកទាត់ជាមួយនឹងប៉ារ៉ាហ្គាយ
សម្រាប់ពូឌីเนาะបាទអញ្ចឹងបងប្អូនរងចាំទស្សនាទាំងអស់គ្នាតើសាច់បាល់ដូចជាក្របបាល់តើនៅក្រុមពូល B និងក្រុមពូល D ហ្នឹងរកបានលើសណាលើសជម្រើសជាតិទាំង4ក្រុមដែលបានទាត់នៅពូល A ដែរទេបាទបងប្អូនចាំរងតែចាំទស្សនានៅយប់នេះហើយនឹងព្រឹកស្អែកអរគុណខ្ញុំចែករំលែកប្រសិនហើយបើសិនមានព័ត៌មានអាប់ដេតទៀតខ្ញុំនឹងចែកជូនដល់ប្រិយមិត្តបងប្អូនអរគុណសូមជម្រាបលាបងប្អូនបាទ